សូមស្វាគមន៍មកកាន់ channel YouTube របស់យើងខ្ញុំក្នុងវីដេអូនេះខ្ញុំនឹងលើកយកមកអំពីរបៀបយើងចូលទៅលុបវីដេអូដែលយើងបានទស្សនានៅក្នុងតាមបណ្ដាញសង្គម Facebook សពថ្ងៃមកណាបាទហ្នឹងហើយវីដេអូបែបនេះយើងគេហៅថាបើយើងមើលក្នុងមួយថ្ងៃបាទមើលក្នុងមួយថ្ងៃ10វីដេអូទៅ20វីដេអូ30វីដេអូគឺវាជាប់នៅកកស្ទះនៅកន្លែងនេះបាទទាំងអស់បងប្អូនណារាប់រយរាប់ពាន់បាទបើថាបងប្អូនមិនមានបានចូលទៅលុបនៅក្នុងកម្មវិធីវីដេអូដែលបានទស្សនានេះវាអាចបង្កឲ្យកកស្ទះនៅក្នុង Facebook របស់យើងមិនអាចឲ្យ Facebook របស់យើងដំណើរការយូរទៅអាចនឹងបងប្អូនមានអារម្មណ៍ថាវាខូចទូរស័ព្ទបាទអញ្ចឹងបើសិនណាជាបងប្អូនចាប់អារម្មណ៍ឬក៏បងប្អូនបានមើលទស្សនាវីដេអូរបស់ខ្ញុំគិតថាមានប្រយោជន៍បងប្អូនជួយចុច Subscribe YouTube Like Share ម្នាក់មួយផងសម្រាប់បងប្អូននឹងទទួលបានវីដេអូក្រោយៗទៀតនឹងទុកជាឯកសារមើលថ្ងៃក្រោយទៀតបងប្អូនណារឿងនេះគឺរឿងសំខាន់ណាបងប្អូនណាបាទខ្ញុំធ្លាប់ថងការដែរបាទខ្ញុំលើកយកមកចែកម្លែកបងប្អូនឲ្យចេះធ្វើបាទអញ្ចឹងជាដំបូងយើងចូលទៅក្នុងកម្មវិធី Facebook របស់យើងមកណាបាទចូលកម្មវិធី Facebook មកបាទអញ្ចឹងយើងចូល Facebook របស់យើងហើយបងប្អូនចូលទៅក្នុង profile បាទលើ profile មកបងប្អូនមើលតាមព្រួយខ្ញុំដាក់ឲ្យមើលរួចហើយយើងចុចត្រី3បាទបន្តមកបងប្អូនមើលកន្លែងនេះបងណាគេដាក់ថាកំណត់ហេតុសកម្មភាពបាទនេះកន្លែងត្រី3បងណាខ្ញុំបងប្អូនមើលតាមសុំទៅបាទខ្ញុំដាក់សុំឲ្យមើលបាទនៅបងប្អូនចុចតាមសុំមកปึ๊បលើកំណត់ហេតុមកបន្តមកបងប្អូនចុចកន្លែងគេដាក់ថាសកម្មភាពលើ Facebook ចុចកន្លែងហ្នឹងមកបងប្អូនមើលតាមហ្នឹងមកปึ๊បរួចហើយបងប្អូនចូលទៅលើតិចបងណាចូលទៅលើតិចមកបងប្អូនមើលកន្លែងសារបង្ហោះចុចកន្លែងសារបង្ហោះហ្នឹងปึ๊បរួចហើយយើងទៅលើទៀតបងណាទៅលើទៀតយើងមើលកន្លែងគេដាក់ថាមើលច្រើនទៀតបងណាមើលច្រើនទៀតកន្លែងមកปึ๊បបន្តមកបងប្អូនមើលនេះគេដាក់អក្សរដាក់ថាវីដេអូដែលអ្នកបានទស្សនាបានន័យថាយើងបានទស្សនាវីដេអូនេះវាចូលមកកន្លែងនេះបងណាអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាតើវាមានវីដេអូបាន100បាន1000អញ្ចឹងយើងចុចលើមកនេះបងណានៅកកស្ទះនៅរាប់រយរាប់ពាន់នៅនឹងទាំងអស់បងណាបាទហ្នឹងបើសិនជាបងប្អូនមិនបានចូលទៅលុបទេបាទបងប្អូនយូរទៅបងប្អូននឹងអាចមានអារម្មណ៍ថាទូរស័ព្ទហ្នឹងវាខូចអញ្ចឹងបងណាមិនមែនទេអានេះមកពីយើងមិនដែលបានធ្វើការលុបនៅអ្វីដែលយើងបានប្រើប្រាស់រួចកន្លងមកហើយវានៅកកផ្ទះនៅម្ដុំនេះបងណារាប់រយរាប់ពាន់មើលអស់បងណាច្រើនណាស់បាទអញ្ចឹងវីដេអូទាំងអស់នេះបងប្អូនមើលរាល់ថ្ងៃរាល់សប្តាហ៍មើលមួយថ្ងៃ3ថ្ងៃ4វីដេអូ10វីដេអូ20វីដេអូ100វីដេអូនៅទាំងអស់បងនេះបាទថ្ងៃបងប្អូនមើលនេះតិចទេអញ្ចឹងយើងកុំឲ្យខាតពេកយើងចូលទៅលុបបងណាបងប្អូនមើលខាងលើបងណាលើគេដាក់ថាបងប្អូនមើលខាងទុំទៅសម្អាតប្រវត្តិទស្សនាវីដេអូបងណានេះចុចលើនឹងមកដើម្បីលុបปึ๊បតមកយើងចុចកន្លែងចម្រះបងណាកន្លែងចម្រះនេះមកปึ๊បអញ្ចឹងពេលវេលាដែលវាត្រូវលុបចម្រះវាប្រហែលជា1នាទីបងណាព្រោះវីដេអូយើងអត់ដែលបានលុបអញ្ចឹងយើងថយមកអស់មកថយបន្តិចមកបងណារួចហើយចាំមើលបន្តិចទៀតខ្ញុំនឹងចូលទៅបាទចូលទៅចុចទៅសារថ្មីម្ដងទៀតថាតើយើងលុបអស់អត់បងប្អូនណាអញ្ចឹងក្នុងពេលនេះប្រហែលជាលុបអស់ហើយអញ្ចឹងយើងចូលទៅមើលសារថ្មីឲ្យបងប្អូនដឹងបងណាបងប្អូនយល់បាទអញ្ចឹងយើងចុចសារថ្មីទៀតចូល Facebook បាទអូខេអញ្ចឹងយើងចូលក្នុង profile ម្ដងទៀតមកតមកយើងចុចត្រី3រួចហើយយើងចុចកន្លែងកំណត់ហេតុសកម្មភាពតមកយើងចុចកន្លែងសកម្មភាពលើ Facebook បាទរួចហើយចុចកន្លែងសារបង្ហោះតមកបងប្អូនចុចកន្លែងមើលច្រើនទៀតរួចហើយបងប្អូនត្រូវទៅលើបន្តិចចុចកន្លែងវីដេអូដែលអ្នកបានទស្សនាបាទលីងល់បងប្អូនណាបាទស្អាតបងប្អូនណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចាប់អារម្មណ៍ហើយបើគិតថាមានប្រយោជន៍បងប្អូនជួយចុច Subscribe YouTube ម្នាក់មួយផង Like Share បងប្អូនណាបងប្អូននឹងទទួលបាននៅមេរៀនថ្មីនឹងខ្ញុំនឹងលើកចែកម្លែកថ្មីក្រោយទៀតបងប្អូនណាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនណាបាទអរគុណច្រើនបាទដែលបានទស្សនានៅ YouTube Channel YouTube របស់យើងខ្ញុំបាទ